តើបងប្អូននៅខ្លះដឹងអត់ថានៅមានអ្វីប្រែប្រួលនៅពេលដែលបងប្អូនមានផ្ទៃពោះក្នុងត្រីមាសទី1តាក់ទងទៅនឹងរូបរាងកាយតាក់ទងទៅនឹងអារម្មណ៍និងធៀបមួយចំនួនសម្រាប់ថែទាំផ្ទៃពោះនៅក្នុងត្រីមាសទី1ចាស់ត្រីមាសទី1គឺរាប់ចាប់ពីបងប្អូនមានផ្ទៃពោះ1សប្តាហ៍រហូតដល់13សប្តាហ៍ការប្រែប្រួល3ចំណុចដែលបងប្អូនអាចសង្កេតមើលបានក្នុងត្រីមាសទី1ទី1គឺយើងអាចប្រែប្រួលតាក់ទងទៅនឹងរាងកាយរបស់ម្ដាយនៅពេលដែលបងប្អូនចាប់ផ្ដើមមានផ្ទៃពោះនៅក្នុងត្រីមាសទី1នេះរាងកាយរបស់បងប្អូននឹងចាប់ផ្ដើមមានអាការៈចាញ់កូនខ្លាំងមែនតើគឺអាចទៅជាមានបញ្ហាក្អួតចង្អោរប្រែប្រួលសដន់អាចសដន់ទៅជារីកធំមានការឈឺចាប់ធ្ងន់ហើយមានអារម្មណ៍ទាំងអស់កម្លាំងលហិតលហើយចង់តែគេងនោមញឹកហើយមួយទៀតគឺប្រែប្រួលអារម្មណ៍ឆាប់ពុំម៉ៅឆាប់ខូចចិត្តឆាប់យំឆាប់តូចចិត្តអីអញ្ចឹងទៅអានេះគឺជាប្រែប្រួលតាក់ទងទៅនឹងរាងកាយហើយទី2គឺការវិវត្តរបស់ទារកក្នុងដំណាក់កាលនេះទារកចាប់ផ្ដើមពីកោសិកាទូចមួយទៅជាទម្រង់របស់មនុស្សបេះដូងប្រហែលជាចាប់ផ្ដើមលោតនៅសប្តាហ៍ទី6ហើយរាងសំខាន់ផ្សេងដូចជាខួរក្បាលឆ្អឹងខ្នងសួតចាប់ផ្ដើមបង្កើតជារូបរាងឡើងអវយវៈម្រាមដៃម្រាមជើងចាប់ផ្ដើមចេញមកហើយទំហំនៅចុងសប្តាហ៍ត្រីមាសទី1ទារកអាចមានទំហំចាប់ពី7រហូតដល់8សង់ទីម៉ែត្រប្រហែលជាប៉ុនផ្លែក្រូចឆ្មាចា៎ហើយអានេះគឺជាការវិវត្តចំពោះទារកក្នុងត្រីមាសទី1ដែលយើងរាប់ចាប់ពី1សប្តាហ៍រហូតដល់13សប្តាហ៍ចា៎ក្នុងត្រីមាសនេះបងប្អូនគួរធ្វើម៉េចចា៎ក្នុងត្រីមាសនេះបងប្អូនគួរតែបញ្ញាទៅជួបគ្រូពេទ្យមួយទៀតបងប្អូនទៅអេកូមើលដើម្បីដឹងថាកូននឹងនៅក្នុងស្បូនឬមួយក៏នៅក្នុងក្រែស្បូនហើយទៅជួបគ្រូពេទ្យដើម្បីធ្វើការទទួលយកអាស៊ីត folic ជាមួយក៏ជាតិដែកដើម្បីញ៉ាំព្រោះក្នុងកំឡុងពេលនេះគឺអាស៊ីត folic និងជាតិដែកគឺមានសារៈសំខាន់ជំនួយដល់ការលូតលាស់របស់ទារកនិងជំនួយដល់គ្រាប់ឈាមម្ដាយហើយតកតងទៅនឹងរបបអាហារបងប្អូនគួរតែព្យាយាមញ៉ាំរបបអាហារណាដែលងាយស្រួលរំលាយពីព្រោះក្នុងកំឡុងពេលនេះបងប្អូនមានអាការៈចាញ់ខ្លាំងចឹងអាហារដែលមានជាតិខ្លាញ់ខ្លាំងអាហារដែលមានជាតិហឹរជាតិរសជាតិដិតហ្នឹងគឺវាមិនសមស្របសម្រាប់បងប្អូនក្នុងដំណាក់កាលនេះហើយវាអាចទៅជាឲ្យបងប្អូនចង់ក្អួតចង្អោរកាន់តែខ្លាំងហើយបើសិនជាអាចបងប្អូនគួរតែព្យាយាមសម្រាប់ឲ្យបានច្រើនព្រោះក្នុងកំឡុងពេលហ្នឹងរាងកាយរបស់យើងចាប់ផ្ដើមផលិតឈាមផលិតអីច្រើនអញ្ចឹងធ្វើឲ្យបងប្អូនឆាប់មានអារម្មណ៍ទាំងអស់កម្លាំងបើសិនជាបងប្អូនអាចសម្រាប់បានគ្រប់គ្រាន់អាការៈចាញ់ហ្នឹងវានឹងកាត់បន្ថយហើយបងប្អូននឹងឆាប់មានកម្លាំងត្រឡប់ដំណាក់កាលនេះអ្វីដែលគួរប្រយ័ត្នគឺបងប្អូនបើសិនជាធ្លាក់ឈាមឬឈឺពោះខ្លាំងបងប្អូនគួរតែត្រឡប់មកជួបគ្រូពេទ្យវិញអានេះមិនមែនអាចទៅជាមានបញ្ហាអីមិនស្រួលចាបើយល់ថាវីដេអូនេះមានប្រយោជន៍អញ្ចឹងជួយ share មួយផងហើយអាច comment បានសម្រាប់ម៉ាក់ដែលគាត់ចាញ់ហើយគាត់មាន tip ក្នុងការកាត់បន្ថយចាញ់អាច comment ក្នុងវីដេអូនេះបានហើយជួយ subscribe ដើម្បីទទួលបានព័ត៌មានថ្មីដើម្បីកុំឲ្យរំលងក្នុងវីដេអូឬមួយក៏ចំណេះដឹងបងប្អូនជួយ subscribe មួយទៅចាអរគុណជួបគ្នាក្នុងវីដេអូក្រោយ